ស្ដែងគ្នាឥឡូវនេះខ្ញុំនៅវត្តបូ village ផ្លូវឫស្សីយើងកម្មវិធីនេះយើងធ្វើ2ថ្ងៃចាប់ពីថ្ងៃទី13ថ្ងៃទី14ចាំមើលខ្ញុំចូលទៅខាងក្នុងហើយថតចាឥឡូវយើងត្រូវការជួលកែវមួយសិនដើម្បីយកទៅដាក់អីញ៉ាំនៅខាងក្នុងបញ្ជាក់អ្នកគ្នាកែវនេះយើងជួលយើងអាចជួលថាយើងកាន់យកទៅញ៉ាំក្នុងហើយយើងអាចដូរយកលុយវិញបានតែបើអត់ទេយើងអាចនេះយើងអាចយកកែវនឹងក៏បានដែរ6000ទៅការមើលចាក់ស្ដែងមកខ្ញុំកម្មវិធីនេះជាច្រើនសម្បូរជាជនជាតិចូលរួមម៉ែយើងក៏សម្បូរដែរអ្នកគ្នាប៉ុន្តែជាតិឃើញតែជនជាតិក៏ពេញចិត្តច្រើនជាងក៏ចូលចិត្តមកច្រើនជាងចឹងប្លង់របស់គេយើងចូលពីផ្នែកខាងនោះយើងចាក់ពីវឌ្ឍនៈមកវិញហើយយើងគេធ្វើមកជួរផ្លូវខាងទៅតប៉ោងហ្នឹងដូចខ្ញុំនិយាយចំពីច្រើនគឺជនជាតិតែមកចូលរួមនេះគឺកន្លែង main stage របស់ Bamboo Street ហ្នឹងចឹងកន្លែងនេះកន្លែងថានេះគ្រឿងទេសដែលខ្ញុំដឹងថាបោះខ្មែរយើងឬក៏បោះពួកអឺរ៉ុបទៅបង្កើតទៅតែដូចគេហៅថាដូចទឹកពេញប៉ោះទឹកម្ទេសអីចឹងណាឃើញចឹងដូចបានឃើញតែស្ដាយគេច្រើនគឺយើងធ្វើតម្រូវពួកអឺរ៉ុបចឹងណាបងប្អូនតែខ្មែរយើងក៏មកច្រើនដែរខ្មែរយើងក៏មកច្រើនដែរតែក៏ថាពួកអឺរ៉ុបវាច្រើនជាងគេច្រើននៅកម្មវិធីแบบនេះធ្វើតម្រូវជនជាតិអឺរ៉ុបអីចឹងតែមិនន័យនៅស៊ីរៀបបើយើងធ្វើកាហ្វេចឹងឲ្យច្រើនវាតាក់ទាញគេទៅចោលដែរមានកន្លែងស្រាក្លុករបស់នេះណាមកអាចស្រាក្លុកណាសរុបសេចក្តីទៅចំណាប់អារម្មណ៍របស់ខ្ញុំកម្មវិធីនេះគឺវាច្រើនយើងធ្វើសម្រាប់តាមពណ៌មហូបហើយនឹងតាក់ទាញគេទៅចោលដូចជាជនជាតិអឺរ៉ុបគេគាត់តាមលេខគ្រប់ខ្មែរចឹងទៅឲ្យគាត់បានស្គាល់ពីហូបខ្មែរយើងផងហើយបានមកមានអីវ៉ាន់ទៅជួយជប៉ុនទៅក៏មានអារម្មណ៍ថាក្រៅពីដាក់លេខភាសាគាត់ក៏មានកន្លែងអីដាក់លេខផ្សេងទៀតដែរចឹងគាត់ថាចំណុចនេះល្អដែរពិសេសសម្រាប់ខេត្តសៀមរាបយើងដែលចំពោះឲ្យលេខចោះគាត់មកស្នាក់នៅជាច្រើនហូបតម្រូវអារម្មណ៍គាត់ថាពីច្រើនអត់តែនេះថាមានមហូបខ្មែរដែរអូខេHey everybody, so that's going to wrap up our stage show for it. It was, the kids felt amazing. So yeah បងប្អូននេះគឺជាកម្មវិធីមួយដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាបយ៉ាងអរគ្នាយ៉ាងណាមិញកម្មវិធីនេះគឺយើងធ្វើដើម្បីទាក់ទាញពីទេសចរដែរព្រោះពេលដែលគាត់មកលេងសៀមរាបយើងហើយយើងមានកម្មវិធីបែបនេះទៀតទៅគឺធ្វើឲ្យកាន់តែទាក់ទាញណាបងប្អូនព្រោះខ្ញុំសង្កេតមើលពីច្រើនគឺសុទ្ធតែភៀវបរទេសចឹងណាមកខ្មែរយើងវាមានអាចថា 30% អីពីច្រើនប៉ុន្តែទៅជាបរទេសចូលរួមកម្មវិធីចឹងណាបងប្អូន
មុននេះម្ដងចាអត់ទេចង់ឲ្យបងប្អូនយើងឃើញអារម្មណ៍របស់ថានៅទីតាំងនេះទៅដែរបងប្អូនម្ដងទៅសាបគ្នាជិះឃើញបងប្អូនចូលរួមច្រើនទាំងឆ្នាំមុនទៀតបាទឆ្នាំនេះច្រើនឆ្នាំមុននេះយើងរំស្បែកចុងគ្នាជាមួយនឹងរបស់ខ្ញុំផងដែរចាអរគុណ Then we is Becky from our band. We are the band in Singapore and just enjoy with our music band. Thank you. អរគុណច្រើនមកកាហ្វេយូកាហ្វេមីរីបាទជាមួយក្រុមមន្ត្រីនៃតើបងដែរបងបើសិនជាចេះបាត់នេះកុំភ្លេចជួយគ្នាទាំងអស់គ្នាបាទអរគុណបងប្អូនពួកយើងក៏មានមែនថ្ងៃយើងដែរដើម្បីទទួលកម្មវិធីនេះយើងតែខ្ញុំមិនដឹងបានចូលទេចឹងខ្ញុំថតឆ្លៃមែននេះតិចហើយខ្ញុំទៅវិញហើយចាកម្មវិធីចឹងសប្បាយបងប្អូនមានពេលយើងលេងស្អែកមួយថ្ងៃទៀតបងប្អូនណាមានពេលមកអាចលេងដែរសំត្រជាបងនឹងសុចិននៅទុំស្អែកកំសត់នេះបងបងទាំងអស់គ្នាមានតែប៉ុណ្ណឹងសម្រាប់វីដេអូនេះហើយខ្ញុំទិញបានកែវមួយហើយមានអីល្អតើសម្រាប់គ្នាយើងតនេះអាចមកស្អែកមួយថ្ងៃទៀតបានណាហើយបើយើងចង់បានកែវនេះយើងទៅទិញគេបាន 6000 រៀលអញ្ចឹងណាអញ្ចឹងអរគុណបងប្អូនប៉ុណ្ណឹងបាទអរគុណ